នេះគឺជារបៀប add admin បន្ថែមចូល page របស់យើងអីចឹងណាជាដំបូងយើងចូលលើ Facebook របស់យើងហើយយើងចូលទៅជ្រើសរើស page ណាដែលយើងចង់ add admin បន្ថែមឧទាហរណ៍ខ្ញុំចូលទៅរក page យើងចុចកន្លែងនេះមកហើយរើស page ណាដែលយើងចង់ add admin ឧទាហរណ៍ថា page របស់ខ្ញុំមួយនេះខ្ញុំចង់ដាក់ admin បន្ថែមយើងចុចលើវាបន្ទាប់មកយើងចុចកន្លែង profile page របស់យើងហ្នឹងបន្ទាប់ពីចូលហើយយើងចុច professional dashboard ហើយយើង scroll មកក្រោមយើងយកពាក្យមួយដែលមានឈ្មោះថា tool ហើយយើងរកមើលពាក្យ page access យើងអូសមកក្រោមមកមួយនេះពាក្យ page access មើលសញ្ញាមើលអីទៅចុចលើវាកន្លែងនេះកន្លែងដែលយើងត្រូវ admin បន្ថែមហើយអាកន្លែងនេះគាត់តែដាក់ admin អត់ពេញទេបើយើងចង់ដាក់ admin ណាដែលពេញលេញគ្រប់គ្រងបានទាំងស្រុងយើងចុចយកឲ្យលើព្រោះខ្ញុំចង់ព្រោះអីខ្ញុំចង់ដាក់ឲ្យគ្រប់គ្រងទាំងស្រុងតែម្ដងព្រោះសិតតែជា Facebook របស់ខ្ញុំទេតបពីនឹងហើយយើងចុចយក next ខាងក្រោមតបមកយើង search ឈ្មោះ Facebook ណាដែលយើងចង់ដាក់ឲ្យគ្រប់គ្រងបន្ថែមអីចឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាប្រកាសជាស្គាល់ខ្លួនឯងហើយចង់ដាក់ Facebook មួយណាយើងចុច search ឈ្មោះហ្នឹងមកអញ្ចឹងរបស់ខ្ញុំមានឈ្មោះរបស់ខ្ញុំចុចឈ្មោះរបស់ខ្ញុំហើយបន្ទាប់ពីយើងរកអ្នកដែលចង់ឲ្យគ្រប់គ្រង page របស់យើងបានហើយយើងចុចបើកកន្លែងនេះអាហ្នឹងគឺឲ្យគ្រប់គ្រងទាំងស្រុងតែម្ដងហើយយើងចុច give access មកតោះមកយើងដាក់ password Facebook របស់យើងនឹងឯងអត់មានដាក់អីណាឆ្ងាយទេឧទាហរណ៍របស់ខ្ញុំដាក់ហើយយើងចុច confirm កន្លែងនេះវាឲ្យ check email របស់យើងដូចថា email ដែលយើងFacebook របស់យើងបច្ចុប្បន្នហ្នឹងFacebook យើងកំពុងកាន់ហ្នឹងយើងចូលមើល email ហើយវាយលេខកូដវាចូលមកហើយបន្ទាប់មកយើងចូលទៅ confirm នៅ Facebook មួយទៀតដែលយើងចង់ invite មកដាក់ណាយើងចូលទៅ confirm ចុចទទួលទៅគឺដំណើរការឲ្យបានហើយ